Vì sao các ông cũng không như sầm đầu cái nó bóng vì cả phần hai cho mình sẽ cái bảo con nó cười cho mình cái sao đây đó màนี่คือยมnóเคยจ้างเคลียนcho mình đangคอไตรดิบvậy tới cứ nhom cho chặt kho màแต่มาทาคอเชิงชูคอไถที่คือยมcho chặt chắc là đấyคือยมเยอะคอไถเดียวมาคอហើយការស្លោរបស់ខ្ញុំមិនជាអ្នកជំនាញខាងស្លោអីសំខាន់ទេទេគ្រាន់តែជាការចែកម្លែកទេការស្លោរបស់ខ្ញុំគឺដំបូងគឺយើងធ្វើការកោស្ករត្នោតខ្ញុំចិត្តប្រើជាមួយស្ករត្នោតព្រោះស្ករត្នោតវាមានពណ៌ក្រហមយើងកោវារៀងគេហៅថាចិញ្ចើងក្រងអញ្ចឹងណាបងប្អូនហើយគ្រឿងរបស់យើងខ្ញុំមានដូចជាត្រីប៉េងប៉ោះខ្ទឹមសហើយម្ទេសនិយាយទៅយើងកូរស្កររបស់យើងឲ្យឡើងជើងក្រងបែបហ្នឹងបន្ទាប់មកគឺយើងដាក់ត្រីចូលនៅក្នុងភ្លើងស្ករយើងបានតាមកូរជើងក្រងហ្នឹងហើយមួយទៀតសាច់ត្រីរបស់ខ្ញុំគឺខ្ញុំធ្វើការប្រឡាក់គ្រឿងហើយជាមួយនឹងអំបិលហើយនឹងប៊ីចេងហើយនឹងម្រេចគឺខ្ញុំប្រើគ្រឿងទៅ3ហ្នឹងទេដោយសារខ្ញុំអត់ដាក់ស្ករទេដោយសារក្នុងពេលដែលយើងស្លហ្នឹងគឺយើងត្រូវកូរស្ករជាមួយស្ករត្នោតហ្នឹងហើយអញ្ចឹងគឺខ្ញុំផាត់វាផ្អែមជូរអញ្ចឹងយើងចាប់5ដាក់ត្រីដែលយើងប្រឡាក់ហ្នឹងចូលមកហើយពងឲ្យឆ្ងល់ខ្លួនឯងកន្លែងហ្នឹងដឹងថតពីស្អីញ៉ៃមែនតើបងប្អូននេះវិលចូលវិលឡើងដែរចូលដល់ឡើងដឹងដែររើអីទេវិលពេញនឹងពេញចក្រានហ្នឹងមកនឹងខ្លួនឯងរើអីទេអាថតចក្រានផងអាថតជើងផងថតអីផងអត់យល់ខ្លួនឯងដែរពេលហ្នឹងហើយអានេះគឺត្រីរបស់យើងគឺវាចាប់ផ្ដើមរៀងឡើងពណ៌ហើយនិយាយទៅពេលដែលយើងកូរស្ករឲ្យវារៀងឡើងជើងក្រងអញ្ចឹងទៅសាច់ត្រីរបស់យើងគឺវាឡើងក្រហមដែរអញ្ចឹងវាឲ្យពេលដែលយើងមើលទៅគឺវាចង់ញ៉ាំបើសិនជាយើងកូរស្ករនឹងអត់បានឡើងជើងក្រងអញ្ចឹងទេវាស្កររៀងសអញ្ចឹងពេលខទៅវាអត់សមមួយខឈ្មោះខហើយខពេលដែលសអញ្ចឹងទៅគឺអត់ឆ្ងាញ់ទេពេលខ្លះអញ្ចឹងរសជាតិបូកជាមួយនឹងពណ៌សឡរបស់យើងដែរអញ្ចឹងពេលដែលម្ហូបរបស់យើងមានពណ៌ស្រស់ស្អាតចឹងទៅការញ៉ាំរបស់យើងក៏វាមានរសជាតិតាមនឹងដែរទៅបងប្អូនហើយឥឡូវនេះត្រីយើងចាប់តាមឡើងពណ៌យ៉ាងក្រហមហើយការខនេះដែរគឺខ្ញុំប្រើជាមួយនឹងប៉េងប៉ោះខ្ញុំដាក់ប៉េងប៉ោះជាមួយនឹងខ្ញីហ្នឹងគឺខ្ញុំចិត្តប្រើនៅពេលដែលខ្ញុំខត្រីបើខសាច់ជ្រូកខ្ញុំអត់ប្រើទេដោយសារខ្ញុំគិតថាខ្ញីវាជួយកាត់ជាតិឆ្អាបនៅក្នុងត្រីហ្នឹងហើយសឡរបស់ហ្នឹងមួយមុខហ្នឹងគឺអត់ឆ្អាបទេបងប្អូនដោយសារខ្ញុំប្រើខ្ញីប្រើជាមួយនឹងម្ទេសទៀតហើយយើងចាប់ផ្ដើមលំងាស់និយាយទៅខ្ញុំលំងាស់រហូតតតែពេញប៉ោះរបស់យើងហ្នឹងគឺគេថាឲ្យលួយរងាស់ឲ្យលួយឲ្យចេញជាតិពីពេញប៉ោះហ្នឹងហ្មងហើយការប្រើភ្លើងគឺយើងប្រើភ្លើងរឹមបានទេបងអត់ប្រើភ្លើងខ្លាំងទេប្រើភ្លើងតិចបានដែរបើប្រើខ្លាំងវាអាចធ្វើឲ្យខរបស់យើងហ្នឹងខ្លោចហើយវាអត់ក្រហមស្អាតទៀតអញ្ចឹងយើងបើកភ្លើងតិចរឹមមកបាននេះហើយនេះគឺខរបស់យើងចាប់ផ្ដើមពុះហើយទឹកហ្នឹងគឺខ្ញុំអត់មានប្រើទឹកយើងចាក់ទៅទេគឺទឹកចេញ